ចាជំរាបសួរបងប្អូនទាំងគ្នាជួបជាមួយនៅគ្រូម្ដងទៀតនៅក្នុងថ្នាក់ភាសាអង់គ្លេសកម្រិត2ចាត់ថ្ងៃនេះផងដែរអ្នកគ្រូមានមេរៀនមួយទៅជាមួយនឹង grammar ឬក៏ភាសាខ្មែរថាវេយ្យាករណ៍ដែលយើងនិយាយពីការប្រើប្រាស់ there is ហើយនឹង there are ចាគឺ there is there are បកជាភាសាខ្មែរវាថាមានចាអញ្ចឹងយើងមកមើលថាតើការប្រើប្រាស់ there is there are យើងប្រើប្រាស់បែបណាហើយវាមានទម្រង់អ្វីខ្លះយើងមើលជាមួយនឹងទាំងអស់គ្នាចាអញ្ចឹងអ្នកគ្រូមុននឹងចាប់ដើមបញ្យល់ពីទម្រង់នីមួយៗអ្នកគ្រូចង់ប្រាប់ពីរបៀបប្រាប់ពីការប្រើប្រាស់ there is there areជាទូទៅនៅពេលដែលយើងនិយាយអំពីយើងចង់និយាយពីវត្ថុអ្វីមួយមានវត្ថុអ្វីមួយហើយមានតិចឬមានច្រើនចាយើងតែងតែប្រើ there is ឬក៏ there are ឬក៏ចង់ប្រាប់ថាចាមានវត្ថុនេះចាចំនួនប៉ុណ្ណេះនៅកន្លែងនេះនៅកន្លែងណាដែលគេចង់ប្រាប់ពីចំនួននៃវត្ថុណាមួយហើយនឹងជាប់ជាមួយនឹងទីតាំងឬក៏ភាសាអង់គ្លេសថាចា we often use to say where things are យើងប្រើប្រាស់ there is and there are often used to say where things are នឹងប្រាប់ពីចំនួនចាមានចំនួនតិចឬក៏ច្រើនណាដែលយើងប្រើ there is there are នៅកន្លែងណាមួយចាអញ្ចឹងតោះឥឡូវយើងមកមើលពីទម្រង់នៃការប្រើប្រាស់ there is ហើយនិង there are ចាអញ្ចឹងអ្នកគ្រូបានជ្រើសរើសបានបែងចែកទម្រង់នីមួយៗដើម្បីឲ្យកូនកាន់មើលហើយងាយស្រួលយល់គឺទី1អ្នកគ្រូចង់ប្រាប់អំពីចា statement ចា affirmative statement ណាទម្រង់ស្រប statement form ឬភាសាខ្មែរថាទម្រង់ស្របមានតែកបែងចែកទី2 1 there is plus singular noun បានន័យថាយើងប្រើ there is ជាប់ជាមួយនឹងនាមឯកវចនៈចាដើម្បីច្បាស់មួយឧទាហរណ៍ there is an amusement park ចាមានថាមានសួនកម្សាន្តមួយចាមានសួនកម្សាន្តមួយចាមួយទៀតឧទាហរណ៍មួយទៀត there's a museum មានន័យថាមានសារមន្ទីរមួយអញ្ចឹង there is ទម្រង់កាត់របស់វាគឺ there's ចាអញ្ចឹងអ្នកគ្រូបានឧទាហរណ៍នៅកន្លែងនេះដើម្បីបងឡើងងាយស្រួលយល់ពីការប្រើប្រាស់ affirmative statement ទម្រង់ស្របឥឡូវចូលទៅដល់ there are ចាទម្រង់របស់ there are plus plural noun មានថា there are បូកជាមួយនឹងនាមពហុវចនៈយើងដឹងនាមពហុវចនៈវាមានតែមាន s ឬក៏ es នៅខាងចុងណាចាឬក៏វាមានពាក្យជាប់ពាក្យត្រាត់ចំនួន2 3 4យ៉ាងទៅណាចាអញ្ចឹងយើងមើលឧទាហរណ៍ដើម្បីកាន់តែច្បាស់ឧទាហរណ៍ there are 2 swimming pool ឃើញអត់ពាក្យ 2 ហ្នឹងគឺដឹងហើយ 2 គឺបញ្ជាក់ពីចំនួន2ចាអញ្ចឹងវាជា plural noun ចាហើយ swimming pool នេះវាគឺជា plural noun ហើយយើងមើលនៅខាងចុងពាក្យ plural swimming pool វាមាន s ចាអញ្ចឹងនេះគឺជាឧទាហរណ៍ពីការប្រើប្រាស់ there are ជាមួយនឹង plural noun ចាមានចាអាហារទឹកចំនួន2ចាយើងចង់ប្រាប់ពីទីតាំង there are 2 swimming pool in here ឬថានៅទីនេះមានចាអាហារទឹកចំនួន2នេះយើងចង់ប្រាប់ពីទីតាំងទីកន្លែងយកទៅដល់ទម្រង់ទី2ថា negative statement ទម្រង់បដិសេធទម្រង់បដិសេធនេះក៏បានបែងចែកពី2ដែរគឺ there is ឬក៏ there's ចា plus not plus singular noun មានថាយើងការប្រើប្រាស់ there's is ជាមួយនឹង not ដែលមកពីទម្រង់បដិសេធចាហើយនឹងជាប់ជាមួយនឹង singular noun ឥឡូវយើងមើលឧទាហរណ៍ there's not a museum ចានៅនេះអត់មាននៅទីនេះអត់មានចាសារមន្ទីរមួយទេអញ្ចឹងយើងមើលនេះខ្ញុំដាក់ទម្រង់កាត់ there is ឬក៏យើងអាចសរសេរទម្រង់ពេញគឺ there ទម្រង់កាត់ there's ទម្រង់ពេញគឺ there is ចាហើយយើងប្រើ not ដើម្បីចែកបដិសេធហើយនឹង singular noun ចាជឿទៅដល់ទម្រង់ទី2គឺការប្រើប្រាស់ there are ជាមួយនឹង not there are plus not plus plural noun ឬក៏ទម្រង់កាត់យើងអាចប្រើចា there are there are plus plural noun ចឹងយើងមើលឧទាហរណ៍ដើម្បីច្បាស់ណាឧទាហរណ៍របស់គេដាក់ there are not any school in the city ចានៅទីនេះមិនមានចាសួននេះគេសួនសត្វទេនៅក្នុងទីក្រុងនេះមិនមានសួនសត្វទេមិនមានអញ្ចឹងនេះថា there is not ហ្នឹងគឺមានន័យថាមិនមាន sorry there are not ឬក៏ចា there are not any schools in the city ចាមានន័យបែបហ្នឹងណាតោះឥឡូវយកទៅដល់ការប្រើប្រាស់ទម្រង់ yes no question and answer មានថាសំណួរនិងចម្លើយខ្លីចឹងដល់ពេលដែលយើងប្រើប្រាស់ទម្រង់សំណួរចម្លើយខ្លីយើងមើលតាមទម្រង់របស់យើងចាទម្រង់សំណួរជាមួយនឹង is there plus singular noun មានថា there is ហ្នឹងពេលទៅជាទម្រង់សំណួរសំណួរខ្លីយើងប្រើ is there plus singular noun plus object plus question marks ចាឧទាហរណ៍
there isn't កាត់ក្នុងពេញណាចឹងមូលទីហោចម្លើយរបស់សំណួរនេះចាខ្ញុំដាក់ yes there is បើខ្ញុំទីពិតមានពិតជាមានមែនគេដាក់ yes there is តែបើសិនជាអត់មានទេគេដាក់ no there isn't ឬក៏ no there is not ចឹងយើងមើលទម្រង់ are there ម្ដងណាទម្រង់ there are ពេលថានេះជាសំណួរ is no question យើងប្រើ are នៅពីមុខ are there plus plural noun plus object plus question mark ផ្លេច question mark ខ្សែទម្រង់យើងទម្រង់ចម្លើយរបស់វាគឺ yes there are ឬក៏ no there are ឬក៏ sorry ថាត្រូវ yes there are ណាបើសិនជាមែនបើសិនជាyes yes there are គឺ no no there are ឬក៏ no there are not មើលទីហោ are there any swimming pools near here មានថាតើមានអាងហែលទឹកប៉ុន្មាននៅជិតនេះចាអញ្ចឹងយើងអាចឆ្លើយ yes yes there are មានថាមានចាពិតជាមានអាងហែលទឹកច្រើនមាននៅកន្លែងហ្នឹងតែបើមានទេ no there aren't ឬក៏ no there are not ចឹងតែនេះគឺជាការប្រើប្រាស់ទម្រង់ yes no question ហើយនឹង yes no answer ចាគឺទម្រង់ខ្លីចាចឹងទាំងនេះគឺជាការប្រើប្រាស់ there is ហើយនឹង there are អញ្ចឹងខ្ញុំសង្ឃឹមថាការដែលអ្នកដាក់ចំណុចមួយឲ្យគុំងាយស្រួលមើលហ្នឹងគឺទៅពេលតែផ្ទះវិញសូមយកវាទៅមើលម្ដងមួយហើយចារៀនបង្កើតប្រយោគពីការប្រើប្រាស់ there is ហើយនឹង there are បើសិនជាមានចម្ងល់អាចជួបអ្នកគ្រូម្ដងទៀតហើយសួរអ្នកគ្រូពីអ្វីដែលបងអូនមិនទាន់ច្បាស់បានចាចឹងតើតើជាមួយនឹង grammar ឬថាបងអូនយកវាទៅអនុវត្តជាការនិយាយនិងការសរសេរបានច្រើនគឺគុំយល់ច្បាស់ពីការប្រើប្រាស់មួយវិញទៀតចាថ្នាក់ E2 គុំស្គាល់ហើយពី plural noun និង singular noun និង singular noun មានថានាមដែលជានាមឯកវចនៈដែលសម្គាល់ដោយប្រើប្រាស់ឬក៏ and ឬក៏ one ពាក្យ one នៅពីមុខ noun ហ្នឹងមានជាក់ថាវាជា singular noun ប៉ុន្តែជា plural noun មានថាជានាមដែលបញ្ចប់ដោយ s ទៅតាមទម្រង់នៃបញ្ចប់ប្រាក់ហើយមួយវិញទៀតនៅក្នុងទម្រង់សំណួរដែលយើងប្រើជាមួយនឹង are there គឺតែនឹងមាន any ណាយើងដឹងថា any គឺជាទម្រង់ plural noun នៅក្នុងការប្រើប្រាស់ទម្រង់សំណួរណាដែលយើងរៀនរួចហើយណាចាអញ្ចឹងនៅមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការចូលរួមសូមព្រះប្រទានពរដល់អ្នកជំនួយ